វាឬធ្វើពីថេសផូតេសនៅក្នុងការវិតម្លៃមួយនៅក្នុងការពេទ្យមនីដែរពីច្រើនគេធ្វើទៅលើ training ពេលមុនពេលចូលរួមនិងពេលចូលរួមតើរិះសារពីខាងគាត់មានប្រេងឥឡូវដំបូងយើងបើក Excel ដើម្បីបញ្ចូលនៅព័ត៌មានអូខេអញ្ចឹងនេះជាទិន្នន័យយើងមានស្រាប់ព្រោះថាយើងទី1យើងមានហើយពីតេសនិងផូតេសពីតេសសំដៅថាមុននឹងពេលយើងបានមិនទាន់បានចូលរួមក្នុងវគ្គហ្នឹងអញ្ចឹងយើងធ្វើកម្ដងសំណួរមួយដែលមាន9សំណួរហើយlike participation គឺអ្នកចូលរួមអញ្ចឹងមានអ្នកចូលរួម10នាក់ខ្លីៗ10នាក់មិនថាយើងសួរគាត់យើងដាក់សំណួរមានលេខ0និងលេខ1បើគាត់ជាការរបស់យើងបើថាគាត់ដឹងលេខ1គាត់ចេះនឹងហើយថាគាត់ចេះលេខ0ទៅឧទាហរណ៍ថាតើគាត់ធ្លាប់បានចូលរួមវគ្គនេះដែរទេបើគាត់ចូលរួមលេខ1បើគាត់ចូលរួមលេខ0អញ្ចឹងយើងសួរសំណួរទី1ទី2រហូតដល់ទី9អញ្ចឹងជាការឆ្លើយរបស់គាត់ហើយចំនួនអ្នកចូលរួមមាន10នាក់ដូចគ្នាដែរពីហ្នឹងពី test test គឺចំនួនទាំងពីរគឺដូចគ្នាបើហើយក្នុងអំឡុងពេលដែល training ហ្នឹងដូចគ្នាដែរនេះគឺជាទិន្នន័យយើងបញ្ចូលហើយយើងបញ្ចូលអស់ហើយអញ្ចឹងយើងចាប់ដើមទី1យើងរកចំនួនសរុបវាដើម្បីធ្វើការប្រៀបធៀបគ្នាយើងបូកអូខេយើងអូនមកបាត់បូកដែរទេនេះមួយទៀតនៅផ្នែកផុសតេសនេះដែរយើងបូកដូចគ្នាបាទនេះគឺជាចំនួនសរុបនៃអ្នកទី1ឆ្លើយបានថាអ្នកទី1ឆ្លើយបាន8អ្នកទី2ឆ្លើយបាន7យើងប្រៀបធៀបទៅខាង p-test វិញអ្នកទី1ដំបូងគាត់បាន5ទេអ្នកទី2ដំបូងបានតែ1ទេចុះយើងអាចប្រៀបធៀបទៅអាចដកទៅយើងឃើញដែរឃើញពីហ្នឹងវាមានអ្នកខុសគ្នាដែរមុនចូលពេលចូលឥឡូវដើម្បីយើងយកទិន្នន័យទៅ analyze បានយើងអត់យកនេះទេយើងអាចថាទី1យើងបូកវាដើម្បីរកជាមជ្ឈមភាគសរុបនេះគឺចម្លើយទី1 question ទី1 question ទី1ឆ្លើយបាន4ឆ្លើយបាន4យើងធ្វើដែរនៅផ្នែក post តែគ្នាជាមួយ question ទី1មិនមែនជាអ្នកបុគ្គលទី1យើងជា questionnaire យើងប្រមូល questionnaire មួយពេលទី9ជាង question ទី2 question ទី1ដែរក្នុង post តែពេលគាត់តែចប់ឆ្លើយបាន7អូខេអញ្ចឹងយើងអូសទាំងអស់គ្នាដដែលហើយចាប់ដើមរកភាគរយ percentage បាទរបស់pretest percentage ចឹងដើម្បីរកភាគរយយើងដាក់ស្មើបើថាចំនួនចម្លើយ question ទី1គុណនឹង100ចែកនឹងអ្នកចូលរួមវាមាន10នាក់1ដល់10បាទបើជាកិត្តិយសបាន40%អញ្ចឹងយើងអូសបញ្ចូលអស់គ្នាបាទយើងធ្វើយ៉ាងដដែលនៅផ្នែកផុសតែគ្នាចឹងយើងសាំមិញសាំ0%ផ្នែក post test អូខេអញ្ចឹងវាស្មើចំនួនសរុបនៃ questionnaire ជាមួយឆ្លើយបានគុណនឹង100ចែកនឹងចំនួនអ្នកចូលរួមសរុបនេះចំនួនអ្នកចូលរួមសរុប10នាក់
ok chứ như làm ô cho dùm lại đó kia rồi nhưng thôi ban hơi như chọn strong strong với là bị thôi chỉ grab cho như một cái sự buổi tiết đã bị ta analysis này vì thế cho như copy vì thế ở máu copy đã copy tab kia rồi thì okay. Copy pass cái pass dương đồng bay pass ở bài ở những anh pass chip này copy đón tiết copy chip pass chụp bị pass short pass pass lớn bằng từ number gì okay. ok dương pass mai thằng đám như biệt hà number chỉ lấy tầm đó cho nên copy này post tag copy analyze đã ngon đấy bất đến chỉ cả sạch cả phía ai chụp phía vì việc như ai phía được nội xe to bán lưng mùi cỏ như nhiều từ cái nông SPA phía to bán này chứ bây giờ phía nông xe to thì còn sẽ từ việc tới hai nhân bằng grab mùi insert như giờ chỉ grab và đấy trên những ai design hai ai điện nhưng mở sầm nuôi thì mùi bên ha vì thế chúng mình đang có ban thầm sẽ được biết rồi tại vì còn cho room hỏi thì đang có lại nóจะbiết rồi số thìแล้วbây giờ trong phía nóក្នុង SPA SPA cho nên tập báo SPA mà ok cho nên ngoài là test scan test scan và trên cho viewហើយយើងទៅ copy ភាគរយយើងទៅអនមិញនេះ40 50 30 20 10អូខេអញ្ចឹងយើងទៅដើមវាយវាចូលបាទនេះគឺជាទិន្នន័យយើងយកមកពី Excel មិញយើងមានវាអញ្ចឹងក្នុង SPS វាដែរហើយយើងអាចបង្កើតនៅ variable ទៀតយើងអាចថា gender បាទ gender យើងអាចដាក់ថា0 male 1 female យើងឲ្យបញ្ចូលវានេះតាមផ្សញ្ញាយើងបញ្ចូលគាត់ថាយើងលេខ1 2យើងមិនបាច់តាមបានបើយើងចង់មើលភាពខុសគ្នាទាំងពីរនឹងយើងអាចមើលក្នុង Excel នេះដែលយើងយកចំនួន total ឡើងនេះដកជាមួយចំនួន total test នៅក្នុង SPA យើងធ្វើបានដែរដកនេះចឹងដល់ដកវាយើងអាចយើងចូលទៅក្នុងplatform compute យើងទៅ save variable ថ្មីមួយហៅថា different អូខេអញ្ចឹងយើងយក post test ដកជាមួយនឹង pre test អូខេពេលនេះយើងបាន variable ថ្មីមួយអូខេនេះយើងដាក់វាមិន0ទេបាទយើងដកនេះទៅក្រោយពេលដែលគាត់ចូលរួមគឺភាពខុសគ្នា 30%
រៀង 10% សំណួរទី10គឺគាត់អត់បានចម្រើនទេអូខេឥឡូវយើងចាប់ផ្ដើមធ្វើការវិភាគនៅក្នុងការវិភាគ pretest protest យើងប្រើតែមួយទេគឺយើងអាចប្រើតែមួយពេញនិយមគឺប្រើ t-test អញ្ចឹងយើងពី analyze មួយទៀត compare min មាន min មាន one t-test simple test ឥឡូវយើងមាន variable មួយដើម្បីយកប្រៀបធៀប independent t-test ហើយនិង pair sample t-test យើងប្រើមួយនេះ sample test តោះយើងចាប់ដាក់ pretest visual post test យើងអត់វិភាគ gender ទេមិនវិភាគទេតទៅទៀតយើង option នេះយើងយក scenarization គឺ 90% អញ្ចឹងថាភាពយើងគឺ 5% របស់យើងហើយយើងអូខេនេះគឺទិន្នន័យយើងបានចេញទៅបកស្រាយវាទិន្នន័យនេះយើងមើលទិន្នន័យនេះបើយើងមើលទៅមានថាអ្វីយើងមើលយើងមើលលើ min មើល min អញ្ចឹងយើងមាន 35% ជាមធ្យមលើ pretest ហើយជាមធ្យមទៀតគឺ 58% ដែលមានចំនួន questionnaire របស់ questionnaire ហើយ standard deviation នេះអ្វីយើងមើលបន្តទៀតយើងមើលលើផ្នែក significant អញ្ចឹងមាន 0.09 អញ្ចឹងមានន័យថាការចូលរួមនេះគឺជោគជ័យដោយមុនចូលរួមគឺចំណេះដឹងគាត់មានតែ 35% ទេទៅពេលគាត់ចូលរួមហើយដល់ទៅ 50% ដោយពឹងផ្អែកទៅលើ significant អញ្ចឹងជាធម្មតាយើងមាន 0.05 គឺ standard deviation គឺជា significant វាពេលមាន 0.09 យើងអាចប្រើការបានអូខេអរគុណមានតែប៉ុណ្្នឹងអញ្ចឹងយើងអាច copy វាទៅក្នុង Excel បើសិនយើងចង់ធ្វើ graph យើងអាចធ្វើ graph បានបាទយើងយកជា bar sample អូខេ define យើងអាចយក pretest យើងចាំបន្តិចអូខេតែជាធម្មតាបើសិនយើងចង់ធ្វើ graph នៅក្នុង SPS យើងធ្វើអត់បានស្អាតទេអាចទៅធ្វើក្នុង Excel ដូចខ្ញុំបង្ហាញមិញយើងអូនលើវាទៅហើយសង្កត់អូខេអរគុណច្រើនមានតែប៉ុណ្្នឹង